សួស្តីខ្ញុំគឺជាវិស្វករអន្តរជាតិជ្រើសនៅ Club Store Master ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយដែលអាចចែករំលែកជាមួយអ្នកអំពីប្រព័ន្ធប្រាក់រង្វាន់របស់ Atomy ប្រព័ន្ធប្រាក់រង្វាន់របស់ Atomy គឺសាមញ្ញវាមិនដូចក្រុមហ៊ុនច្រើននៅទីផ្សារដែលមានចំណាយច្រើនទេព្រោះបើជាក្រុមហ៊ុនទីផ្សារច្រើនពេលខ្ញុំចូលរួមខ្ញុំត្រូវចំណាយប្រាក់ច្រើនដើម្បីទិញផលិតផលមួយកញ្ចប់ហើយបន្ទាប់មករាល់ខែនឹងមានការបង្ខំឲ្យប្រើប្រាស់ប្រសិនបើអ្នកមិនមានការបង្ខំឲ្យប្រើប្រាស់នោះទេទោះបីជាអង្គការឬក្រុមរបស់ខ្ញុំកំពុងអភិវឌ្ឍក៏ដោយអ្នកក៏មិនអាចទទួលបានប្រាក់រង្វាន់ឡើយមានក្រុមហ៊ុនមួយចំនួនទៀតមានការគិតថ្លៃប្រចាំឆ្នាំឬថ្លៃគ្រប់គ្រងផ្សេងប៉ុន្តែ Atomy ដែលខ្ញុំបាននិយាយមុននេះគឺមិនចាំបាច់ចំណាយលើចំណាយទាំងអស់នោះទេ Atomy ងាយស្រួលណាស់មិត្តភ័ក្តិគ្រប់រូបរបស់យើងអាចចុះឈ្មោះដោយឥតគិតថ្លៃបន្ទាប់ពីចុះឈ្មោះរួចហើយអ្នកអាចទៅទិញទំនិញតាមអ៊ីនធឺណិតដោយខ្លួនឯងគ្រាន់តែមានតម្រូវការងាយស្រួលមួយគត់គឺគ្រាន់តែទិញផលិតផលមួយដងក្នុងមួយឆ្នាំក្នុងកណនីរបស់ខ្ញុំហើយផលិតផលនេះគ្មានកំណត់តម្លៃណាមួយទេហើយនៅពេលចុះឈ្មោះដំបូងគួរតែទិញក្នុងពាក់កណ្ដាលឆ្នាំដំបូងបន្ទាប់ពីទិញលើកដំបូងហើយគ្រាន់តែទិញផលិតផលមួយដងក្នុងមួយឆ្នាំគឺបានសម្ស្របជាសមាជិក Atomy ដើម្បីបន្តសមាជិកភាពរបស់ខ្ញុំហើយនៅក្នុងទីផ្សារខ្ញុំភាគច្រើនឃើញក្រុមហ៊ុនដែរអ្នកណាដែលទទួលបានប្រាក់គឺជាអ្នកនៅកំពូលដែលទទួលបានប្រាក់ជាមុនប៉ុន្តែ Atomyប្រធានសមាគមបូកបានរចនាប្រព័ន្ធនេះដែលមានតុល្យភាពល្អត្រូវធ្វើឲ្យភាគច្រើននៃអ្នកប្រតិបត្តិអាចទទួលបានប្រាក់ចំណូលដែលមានស្ថិរភាពជារៀងរាល់ខែជាមធ្យមប្រមាណ 10,000 ដល់ 20,000 រៀលក្នុងមួយខែដូចជាការជួលអគារមួយហើយ Atomy ក៏មានអត្ថប្រយោជន៍ដ៏ធំមួយទៀតគឺមានប្រព័ន្ធមរតកនោះមានន័យថានៅពេលដែលយើងអាយុជ្រាបនោះយើងអាចផ្ទេរគណនីរបស់យើងទៅឲ្យអ្នកស្នងតាមការកំណត់របស់យើងហើយអាចផ្ទេរបានដល់3ជំនាន់នោះមានន័យថាបើសិនជាខ្ញុំចូលសុគតកូនប្រុសរបស់ខ្ញុំអាចទទួលមរតកហើយបន្ទាប់មកចៅរបស់ខ្ញុំក៏អាចទទួលមរតកបានដែរនៅពេលដែលខ្ញុំដល់វ័យចាស់ជរាវាអាចធ្វើបានយ៉ាងងាយស្រួលគ្រាន់តែត្រូវធ្វើប៉ុណ្ណោះគឺថាអូនៅក្នុងក្រុមហ៊ុនអូចុះឈ្មោះហើយប្រាប់ក្រុមហ៊ុនដាក់ពាក្យបន្ទាប់មករាល់ឆ្នាំចាំថាទិញផលិតផលមួយដងក្នុងកណនីរបស់ខ្ញុំប្រាក់ចំណូលទាំងអស់របស់ខ្ញុំនោះខ្ញុំអាចកាន់កាប់បានទាំងអស់ហើយនៅក្នុងទីផ្សារមានក្រុមហ៊ុនដែលមានប្រព័ន្ធស្នងតាមមរតកនេះដែរប៉ុន្តែប្រសិនបើមិនបានចូលរួមជាមួយក្រុមហ៊ុនមួយយ៉ាងពិតប្រាកដហើយខិតខំប្រឹងប្រែងដើម្បីដំណើរការវាជាក់ស្ដែងមិនអាចទទួលបានទេអូនោះគឺមនុស្សមុនអាចបន្តទទួលបានទ្រព្យសម្បត្តិទាំងអស់នៅទីនេះគឺពិតជាមិនអាចទទួលបានពី Atomy ទេអត្ថប្រយោជន៍ដ៏ធំបំផុតនៃប្រព័ន្ធនេះគឺវាធ្វើឲ្យខ្ញុំមានប្រាក់ចំណូលដែលមានន័យថាបានបន្តទទួលប្រាក់ចំណូលដោយស្វ័យប្រវត្តិព្រោះ Atomy មានយុទ្ធសាស្ត្រដែលហៅថាគុណភាពដាច់ខាតនិងតម្លៃដាច់ខាតធ្វើឲ្យខ្ញុំជាអ្នកប្រើប្រាស់ត្រូវតែប្រើផលិតផលរបស់យើងហើយពួកគេនឹងទិញម្ដងហើយម្ដងទៀតដោយខ្លួនឯងអត្រាការទិញម្ដងទៀតគឺខ្ពស់ណាស់ដូច្នេះវាធ្វើឲ្យខ្ញុំមានប្រាក់ចំណូលដែលមានន័យថាបានបន្តទទួលប្រាក់ចំណូលដោយស្វ័យប្រវត្តិប្រព័ន្ធប្រាក់រង្វាន់របស់ Atomy គឺសាមញ្ញណាស់វាត្រូវបានបែងចែកជាចំនួន4ផ្នែកផ្នែកទី1ហៅថាអង្គការដាក់ទីតាំងនិងប្រាក់រង្វាន់អង្គការដាក់ទីតាំងប្រាក់រង្វាន់នេះគឺខ្ញុំនឹងបែងចែករចនាសម្ព័ន្ធអង្គការរបស់ខ្ញុំទៅជាខាងឆ្វេងនិងខាងស្ដាំមិត្តភ័ក្តិគ្រប់រូបនឹងមានខាងឆ្វេងនិងខាងស្ដាំដូចជាខាងឆ្វេងគឺខាងស្ដាំគឺបើហើយនៅពេលមាននរណាម្នាក់ផ្សេងទៀតអភិវឌ្ឍវានឹងបន្តអភិវឌ្ឍតាមខាងក្រោមនិងបើផលិតផលនីមួយរបស់ខ្ញុំមានពិន្ទុដែលបានកំណត់ពិន្ទុដែលសមាជិកខាងក្រោមទិញផលិតផលនោះនឹងត្រូវបានគណនាទៅលើសមាជិកខាងលើសម្រាប់សមិទ្ធផលក្រុមនិងសមិទ្ធផលផ្ទាល់ខ្លួនភាពខុសគ្នាធំបំផុតជាមួយទីផ្សារគឺអ្វីនៅក្នុងទីផ្សារក្រុមហ៊ុនទូទៅកំណត់ចំនួនជំនាន់ដូចជាកំណត់ចំនួន4ឬចំនួន7ឬច្រើនបំផុតគឺចំនួន10ចំនួនប្រសិនបើដំណើរការចំនួន7មិត្តភ័ក្តិដាក់នៅចំនួនទី8ឬត្រូវបានដាក់នៅចំនួនទី8និងមិនត្រូវបានគណនាចូលក្នុងពិន្ទុរបស់អង្គការទេប្រព័ន្ធរបស់ Atomy គឺគ្មានដែនកំណត់ចំនួនវាជាការមានតុល្យភាពនិងមានមនុស្សធម៌ច្រើនមួយផ្នែកផ្សេងទៀតទោះបីជាក្រុមហ៊ុនជាច្រើនមានអាជីវកម្មជាសកលក៏ដោយប៉ុន្តែពួកគេមិនគិតជាសកលទាំងមូលទេឧទាហរណ៍បើកិននីមួយនៅហុងកុងហើយក្នុងពេលតែមួយចង់អភិវឌ្ឍនៅកាណាដាត្រូវការបើកិននីមួយទៀតនៅកាណាដាដោយឯករាជ្យហើយអភិវឌ្ឍឡើងវិញដោយគ្មានការភ្ជាប់គ្នាឡើយប៉ុន្តែ Atomy គឺជាការភ្ជាប់ជាសកលពិតប្រាកដនោះមានន័យថាបើសិនជាយើងចាប់ផ្ដើមបើកិននីនៅហុងកុងឧទាហរណ៍បើមានមិត្តនៅកាណាដាយើងគ្រាន់តែត្រូវបន្ថែមមិត្តនៅកាណាដានោះទៅក្នុងបញ្ជីខាងក្រោមរបស់យើងដោយផ្ទាល់គ្រាន់បើឧទាហរណ៍សហរដ្ឋអាមេរិកឬរុស្ស៊ីឬក៏កន្លែងណាមួយលើពិភពលោកក៏គណនាដែរដូច្នេះឥឡូវនេះ Atomy មាន27តំបន់ដែលអាចអភិវឌ្ឍបានជាសម័យទំនើបជាសកលចំណាត់ថ្នាក់របស់ខ្ញុំមានការកំណត់ចំណាត់ថ្នាក់ផ្ទាល់ខ្លួននិងចំណាត់ថ្នាក់ក្រុមចំណាត់ថ្នាក់ការទិញផ្ទាល់ខ្លួនគឺមិនមានកំណត់ពេលវេលាហើយមិនដែលត្រឡប់ទៅ0ឡើយចំណាត់ថ្នាក់ដែលត្រូវការផ្ទាល់ខ្លួនគឺគ្រាន់តែត្រូវសន្សំពិន្ទុបាន 2.4 លានពិន្ទុគឺជាកំពូលហើយ
នោះមានន័យថាប្រហែល$30,000 ហុងកុងនៅថ្ងៃនោះខ្ញុំគ្រាន់តែស្ដាប់នៅពេលនោះខ្ញុំក៏ភ្ញាក់ផ្អើលព្រោះថាមុនខ្ញុំធ្វើការជាមួយក្រុមហ៊ុនណាមួយត្រូវការប្រហែល$30,000 ហុងកុងដើម្បីបើកកន្លែងប៉ុន្តែឆ្នាំនេះនៅក្នុង Atomy ខ្ញុំត្រូវការសម្រាប់ជីវិតរបស់ខ្ញុំគឺចំណាយថ្លៃសូមចំណាំថានៅពេលខ្ញុំចុះឈ្មោះកន្លែងរបស់ខ្ញុំត្រូវការប្រមូលបាន$10,000ពិន្ទុសិនទើបអាចប្រមូលបានពិន្ទុក្រុម$10,000ពិន្ទុប្រហែលជាមានតម្លៃជា$100ដូច្នេះមូលដ្ឋានជាមូលដ្ឋាននៅពេលអ្នកទិញផលិតផលនោះពិន្ទុនឹងត្រូវបានប្រមូលភ្លាមឧទាហរណ៍ដូចជាខ្ញុំទិញផលិតផលមួយឈុតដែលមានតម្លៃ$500វាមានប្រមាណ120,000ពិន្ទុហើយដូច្នេះពិន្ទុរបស់ខ្ញុំងាយស្រួលប្រមូលបាននៅពេលពិន្ទុផ្ទាល់ខ្លួនមានលើសពី10,000ពិន្ទុហើយក្រុមរបស់ខ្ញុំទាំងពីរដែលគឺតំបន់ Annenberg ប្រមូលបាន300,000ពិន្ទុខ្ញុំប្រហែលជាបានប្រាក់រង្វាន់ជាង$100ហើយប្រសិនបើពិន្ទុផ្ទាល់ខ្លួនរបស់ខ្ញុំប្រមូលបាន300,000ពិន្ទុប្រាក់រង្វាន់របស់យើងនឹងកើនឡើង3ដងពីជាង$100ជាដល់$400ប្រាក់រង្វាន់របស់ខ្ញុំពេលខ្លះក៏អាស្រ័យលើវិស័យនេះដែរអត្រាប្តូរប្រាក់អាចផ្លាស់ប្តូរហើយមានឱកាសនឹងត្រូវបានកែសម្រួលហើយពេលដែលក្រុមទាំងពីរប្រមូលបានលើសពី300,000ពិន្ទុយើងអាចទទួលបានប្រាក់រង្វាន់កុំបារម្ភប្រសិនបើក្រុមទាំងពីររបស់យើងមិនទាន់បាន300,000ពិន្ទុនៅឡើយពិន្ទុរបស់ខ្ញុំគឺត្រូវបានប្រមូលផ្ដុំជាបន្តបន្ទាប់រហូតដល់ខ្ញុំទទួលបានប្រាក់រង្វាន់ពេលខ្ញុំទទួលបានប្រាក់រង្វាន់ពិន្ទុពីរជ្រុងនឹងត្រូវបានកំណត់ជា0ពិន្ទុផ្ទាល់ខ្លួនរបស់ខ្ញុំប្រមូលបានខ្ពស់បំផុតដូចដែលបាននិយាយពីមុនអាចទៅដល់ពី400,000ដើម្បីបង្កើនតម្លៃហើយពិន្ទុក្រុមពីរជ្រុងកាន់តែខ្ពស់ប្រាក់រង្វាន់ប្រចាំថ្ងៃរបស់ខ្ញុំក៏កាន់តែខ្ពស់ផងដែរអ្នកទាំងអស់គ្នាអាចមើលឃើញបានបើខ្ញុំដល់ពីជ្រុងគឺ700,000ពិន្ទុប្រាក់រង្វាន់របស់ខ្ញុំនឹងដល់800រៀលទៅដល់1,500,000ពិន្ទុប្រាក់រង្វាន់របស់ខ្ញុំនឹងដល់ប្រហែល1,400រៀលដូច្នេះបន្តទៀតទេប្រព័ន្ធប្រាក់រង្វាន់នេះមានការកំណត់កម្រិតខ្ពស់នៅពេលដែលពិន្ទុពីរជ្រុងរបស់ខ្ញុំសរុបដល់50,000ពិន្ទុទទួលបានការកំណត់កម្រិតខ្ពស់ប្រាក់រង្វាន់នឹងមានចន្លោះពី8,000ដល់9,000រៀលជាក់ស្ដែងប្រាក់រង្វាន់មួយនេះព្រោះយើងប្រើ25ថ្ងៃដើម្បីគណនាយើងទៅនៅពេលដែលការកំណត់កម្រិតខ្ពស់មានចន្លោះពី8,009,000រៀលជាក់ស្ដែងចំណូលមួយអាចឈានជាង200,000រៀលហើយដូច្នេះប្រាក់រង្វាន់មួយគឺគណនាដូចម្ដេចគឺគណនាទៅតាមការបញ្ចប់ប្រចាំថ្ងៃជាក់ស្ដែងនៅរៀងរាល់ថ្ងៃពុធគឺជាវគ្គ1ថ្ងៃទី1រហូតដល់ថ្ងៃអង្គារបន្ទាប់គឺបញ្ចប់ហើយនៅថ្ងៃអង្គារបន្ទាប់ទៀតគឺចេញប្រាក់រង្វាន់របស់ខ្ញុំដូច្នេះក្រុមហ៊ុនគឺល្អណាស់ដែលចេញប្រាក់រង្វាន់ខ្ញុំចេញយ៉ាងតិច4ដងក្នុងមួយខែពេលវេលាចេញត្រឹមត្រូវរដ្ឋាភិបាលចេញប្រាក់ខែប្រាក់រង្វាន់ទី2ខ្ញុំហៅថាប្រាក់រង្វាន់ការចូលរួមជាអ្នកដឹកនាំនេះគឺដូចជាខ្ញុំនៅក្នុងទីផ្សារមានក្រុមហ៊ុនដែលហៅថាប្រាក់ចំណេញចែកចាយជាសកលតាមពិតនៅក្នុងទីផ្សារនេះការចែកចាយប្រាក់ចំណេញជាសកលគឺពិបាកណាស់ព្រោះជាធម្មតាត្រូវទៅដល់តំណែងកំពូលមុនពេលអាចចែកចាយប្រាក់ចំណេញបានប្រធានសមាគមរបស់ខ្ញុំមួយដងបានបំផ្លាញទីផ្សារមួយជាមួយនឹងប្រាក់រង្វាន់មួយតាមពិតក្រុមហ៊ុនរបស់យើងត្រូវបានបែងចែកជាថ្នាក់ប្រាក់ខែ7ដែលខ្ញុំត្រូវតែឡើងដល់ថ្នាក់ទី1ប៉ុណ្ណោះដើម្បីអាចទទួលបានប្រាក់រង្វាន់នេះហើយប្រាក់រង្វាន់នេះត្រូវបានគណនា2ដងក្នុងមួយខែក្នុងមួយខែគេគណនាម្ដងពីថ្ងៃទី1ដល់15ហើយពីថ្ងៃទី15ដល់ចុងខែគេគណនាម្ដងទៀតនៅពេលដែលគេគណនាលេខសន្ទុះនៅថ្ងៃទី10នោះប្រាក់រង្វាន់នេះនឹងចេញនៅថ្ងៃទី22ហើយនៅពេលគេគណនាចុងខែនៅថ្ងៃទី15នោះប្រាក់រង្វាន់នេះនឹងចេញនៅថ្ងៃទី7ថាធ្វើដូចម្ដេចដើម្បីឡើងតំណែងយើងមានកម្រិតទី1ដែលគេហៅថាជាងលោកវាពិតជាងាយស្រួលណាស់ពេលដែលពិន្ទុផ្ទាល់ខ្លួនរបស់ខ្ញុំសរុបដល់700,000ពិន្ទុហើយក្រុមអានឹងក្រុមរបស់ខ្ញុំសរុបបានពី500,000ពិន្ទុប្រហែលជាការចំណាយសរុបប្រមាណ$30,000យើងនឹងក្លាយជាជាងលោកនៅពេលដែលខ្ញុំក្លាយជាជាងលោកនោះយើងនឹងទទួលបានប្រាក់រង្វាន់ប្រមាណជាង$3,000ប្រាក់រង្វាន់នេះនិងប្រព័ន្ធនេះមានអត្ថប្រយោជន៍មួយនៅពេលដែលយើងឡើងដល់កម្រិតនោះយើងនឹងមិនធ្លាក់ចុះវិញទេវាមិនដូចក្រុមហ៊ុនមួយចំនួនដែលអ្នកត្រូវតែរក្សាការសម្របសម្រួលជាមួយលទ្ធផលដូចគ្នាប្រសិនបើមិនអញ្ចឹងទេអ្នកនឹងធ្លាក់ចុះវិញដែលគេហៅថាឬដូចជាក្រុមហ៊ុនធានារ៉ាប់រងដែលប្រសិនបើអ្នកមិនអាចឈានដល់លក្ខណៈសម្បត្តិមួយបានអ្នកនឹងត្រូវធ្លាក់ចុះវិញហើយត្រូវចាប់ផ្ដើមគណនាឡើងវិញប៉ុន្តែយើងមិនចាំបាច់ធ្វើបែបនោះទេនៅពេលដែលយើងឡើងដល់កម្រិតមួយហើយកម្រិតនោះនឹងនៅជាមួយយើងជានិច្ចហើយយើងអាចឡើងទៅកម្រិតបន្តបានគ្រាន់តែបាននិយាយថាទោះបីជាខ្ញុំមិនអាចឈានដល់កម្រិតនោះវិញក៏ដោយយើងអាចមិនទទួលបានប្រាក់រង្វាន់បន្ថែមប៉ុន្តែតំណែងរបស់យើងនឹងមិនផ្លាស់ប្ដូរឡើយហើយកម្រិតទី2របស់យើងគឺជាអ្នកជំនាញពេជ្រដែលតម្រូវឲ្យមានពិន្ទុរាប់ 1.5 លានពិន្ទុដើម្បីឈានដល់កម្រិតអ្នកជំនាញពេជ្រ
ហើយលើកនេះមិនចាំបាច់មើលពិន្ទុរបស់ក្រុមទេលើកនេះអ្វីដែលត្រូវលើកឡើងគឺអ្នកត្រូវខិតខំប្រឹងប្រែងដើម្បីជួយខ្លួនឯងយ៉ាងដូចម្តេចសមាជិកក្រុមខាងក្រោមព្រោះថាម្ចាស់ក្រុមហ៊ុនបានរចនាប្រព័ន្ធនេះមិនមែនគ្រាន់តែផ្ដល់ប្រាក់ឲ្យសមាជិកខាងលើនោះទេប៉ុន្តែអ្នកខាងលើដែលចង់បានប្រាក់ច្រើនជាងនេះត្រូវតែជួយសមាជិកក្រុមរបស់ខ្លួនផងដែរដើម្បីទទួលបានប្រាក់ច្រើនជាងនេះមុនពេលអាចបន្តទទួលបានប្រាក់ចំណូលខ្ពស់ជាងនេះប្រសិនបើយើងចង់ឡើងទៅជាអ្នកជំនាញពេជ្រនោះគឺថាក្នុងរយៈពេល15ថ្ងៃនេះយើងត្រូវបណ្ដុះបណ្ដាលឲ្យក្រុមទាំងពីរគឺក្រុមនិងក្រុមបើមានមិត្តភ័ក្តិ2នាក់ក្លាយជាអ្នកជំនាញលោកខ្ញុំខ្លួនឯងនឹងអាចក្លាយជាអ្នកជំនាញពេជ្រនៅពេលដែលក្លាយជាអ្នកជំនាញពេជ្រប្រាក់រង្វាន់របស់ខ្ញុំនឹងកើនឡើងជាមធ្យមក្នុងមួយដងនោះប្រហែលមាន$5,000ប្រសិនបើក្នុងមួយខែឧទាហរណ៍អ្នកបានប៉ះទាំងពីរដងនោះលើសពី$10,000រួមបញ្ចូលនឹងប្រាក់រង្វាន់ដំបូងនៅពេលដែលអ្នកទៅដល់ជំនាញពេជ្រនោះប្រាក់ចំណូលមធ្យមរបស់អ្នកគួរតែមានយ៉ាងហោចណាស់$2,000ឬ$30,000ឡើងទៅកម្រិតទី3គឺជាអ្នកជំនាញផ្កាកុលាបដែលដូចគ្នានឹងអ្នកជំនាញផ្កាកុលាបផងដែរតម្រូវការនៃពិន្ទុរូបនោះបានទៅដល់កំពូលពិន្ទុ400,000នេះដូចគ្នានៅពេលដែលខ្ញុំចង់ឡើងទៅជាអ្នកជំនាញផ្កាកុលាបបើខ្ញុំជាអ្នកជំនាញពេជ្រខ្ញុំត្រូវការនេះក្នុងរយៈពេល15ថ្ងៃតំបន់Aនិងតំបន់Bត្រូវបំពេញអ្នកជំនាញពេជ្រចំនួន2នាក់ខ្ញុំនឹងក្លាយជាអ្នកជំនាញផ្កាកុលាបដូចគ្នានៅពេលដែលយើងក្លាយជាអ្នកជំនាញផ្កាកុលាបប្រាក់រង្វាន់របស់យើងក៏នឹងកើនឡើងផងដែរជាមធ្យមនឹងលើសពី13,000រៀលក្នុងមួយដងហើយទៅដល់កម្រិតទី4អ្នកជំនាញផ្កាស្ដាឡៃនេះគឺត្រូវការមានលក្ខណៈសម្បត្តិខ្ពស់បន្តិចបន្តួចប្រសិនបើខ្ញុំចង់ឡើងទៅជាអ្នកជំនាញផ្កាស្ដាឡៃឧទាហរណ៍ដូចខ្លួនខ្ញុំឯងឥឡូវនេះទៅវាតម្លៃខ្ញុំត្រូវការមានលក្ខណៈសម្បត្តិដូចម្តេចគឺថាខ្ញុំត្រូវការក្លាយជាអ្នកជំនាញផ្កាកុលាបបាន3ដងជាមុនសិនហើយបន្ទាប់មកទៀតនៅក្នុងដងបន្ទាប់ក្រុមនិងក្រុមបើត្រូវបណ្ដុះបណ្ដាលឲ្យមានអ្នកជំនាញផ្កាកុលាប2រូបបន្ទាប់មកខ្ញុំទើបក្លាយជាអ្នកជំនាញផ្កាស្ដាឡៃជាក់ស្ដែងទៅដល់អ្នកជំនាញផ្កាស្ដាឡៃវិភាគទាននៃប្រាក់រង្វាន់ក៏កើនឡើងវិញផងដែរជាមធ្យមក្នុងមួយដងក៏លើសពី$30,000ជាងហើយទៅដល់លក្ខណៈសម្បត្តិថ្នាក់ទី5របស់ខ្ញុំអ្នកជំនាញផ្ការសាក្នុងក្រុមហ៊ុននេះគឺខ្ញុំឯងអើយខ្ញុំជាអ្នកបង្កើតក្រុមជីវិតមួយស៊ីមេបងធំក៏មានកម្រិតដូចគ្នាត្រូវការបំពេញលក្ខខណ្ឌជាមុនដោយមានលក្ខណៈសម្បត្តិជាអ្នកជំនាញផ្កាស្ដាឡៃ3ដងហើយបន្ថែមមួយដងទៀតដើម្បីបណ្ដុះបណ្ដាលឲ្យមានអ្នកជំនាញផ្កាស្ដាឡៃ2រូបបន្ទាប់មកនឹងក្លាយជាអ្នកជំនាញផ្ការស័ព្ទនៅពេលដែលក្លាយជាអ្នកជំនាញផ្ការស័ព្ទនោះប្រាក់រង្វាន់នេះនឹងឈានដល់150,000ក្នុងមួយដងដូច្នេះតែប្រាក់រង្វាន់នេះមែនទេជាក់ស្ដែងវាបានលើសពី300,000ក្នុងមួយខែហើយសម្រាប់ខ្ញុំប្រព័ន្ធមួយនេះកម្រិតខ្ពស់បំផុតគឺទៅដល់អ្នកជំនាញផ្ការស័ព្ទជំនាញប្រសិនបើទៅដល់អ្នកជំនាញមជ្ឈមណ្ឌលវិញតែប្រាក់រង្វាន់នេះនឹងមានប្រមាណ700,000នោះគឺតែប្រាក់រង្វាន់នេះក្នុងមួយខែបានលើសពី1,500,000រង្វាន់ទី3របស់ខ្ញុំគឺហៅថារង្វាន់សម្រាប់កម្រិតខ្ពស់នៅពេលដែលខ្ញុំឡើងទៅកម្រិតការងារផ្សេងក្រុមហ៊ុននឹងមានរង្វាន់បន្ថែមមួយផ្ដល់ខ្ញុំឧទាហរណ៍នៅពេលដែលខ្ញុំទៅដល់កម្រិតអ្នកជំនាញលក់ក្រុមហ៊ុននឹងផ្ដល់ផលិតផលដែលមានតម្លៃលើសពី$1,500ដល់យើងរួមមានឈុតផលិតផលថែរក្សាស្បែក4មុខនិងឈុតផលិតផលផ្លែពោតក្រវ៉ាញ់នៅពេលដែលខ្ញុំទៅដល់កម្រិតអ្នកជំនាញពេជ្រខ្ញុំនឹងទទួលបានរង្វាន់មួយទៀតបន្ថែមពីរង្វាន់មុនលើសពីនេះខ្ញុំនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដែលមានតម្លៃដល់ទៅ1លានវ៉ុនកូរ៉េបំផ្លែងទៅជាដុល្លារហុងកុងវាគួរតែមានប្រហែល6,000ឬ$7,000ហុងកុងរង្វាន់ទី3ដែលខ្ញុំបានគឺជាអ្នកជំនាញផ្កាកុលាបនឹងមានរង្វាន់ជាសាច់ប្រាក់2លានវ៉ុនបើបំលែងជាដុល្លារហុងកុងគឺប្រហែល$13,000លើសពីនេះនៅពេលដែលខ្ញុំទៅដល់កម្រិតអ្នកជំនាញផ្កាកុលាបខ្ញុំនឹងទទួលបានដំណើរកម្សាន្តសម្រាប់មនុស្ស2នាក់ដំណើរកម្សាន្តនេះគឺជាដំណើរកម្សាន្ត4ថ្ងៃ3យប់នៅបរទេសដែលអ្នកអាចទៅលេងសប្បាយជាមួយមិត្តភក្តិរបស់អ្នកបន្ទាប់ពីប៉ុន្មានថ្ងៃខ្ញុំនឹងទៅដល់កម្រិតអ្នកជំនាញផ្កាកុលាបហើយរង្វាន់ជាសាច់ប្រាក់របស់ខ្ញុំនឹងកើនឡើងដល់10លានវ៉ុនដំណើរកម្សាន្តនេះមិនត្រឹមតែសម្រាប់មនុស្ស2នាក់ទេគឺសម្រាប់គ្រួសារទាំងមូលចំនួន4នាក់អាចទៅលេងអាស៊ីអាគ្នេយ៍បាន3ថ្ងៃ3យប់ហើយនៅពេលខ្ញុំទៅដល់កម្រិតអ្នកជំនាញវិជ្ជារង្វាន់ជាសាច់ប្រាក់របស់ខ្ញុំនឹងកើនឡើងដល់50លានវ៉ុនលើសពីនេះទៅទៀតដំណើរកម្សាន្តនេះគឺជាការទិញដើម្បីទៅលេងអាស៊ីអាគ្នេយ៍សម្រាប់គ្រួសារទាំងមូលអាចទៅលេងអឺរ៉ុបបានដល់ទៅ10ថ្ងៃហើយនៅមានរង្វាន់ជំរុញទៀតតែមានតម្លៃ2លានវ៉ុនបន្ថែមពីនេះទៅទៀតមានថ្លៃជួលរថយន្តផ្ទះចំនួន1លានអានសម្រាប់អ្នកជំនាញរាជវង្សហើយនេះនៅកម្រិតដំបូងឧទាហរណ៍ដូចជាអ្នកជំនាញអេតលឿងដែលខ្ញុំបាននិយាយពីមុនរង្វាន់ខ្ពស់បំផុតគឺលើសពី1000លានវ៉ុនកូរ៉េហើយមានរង្វាន់រថយន្តផងដែរបន្ថែមពីនេះទៅទៀត
ប្រាក់ឧបត្ថម្ភប្រចាំខែគឺលើសពី100,000 វ៉ុនហើយថ្ងៃនេះប្រសិនបើអ្នកចូលរួមជាមួយ Atomy នេះគឺជាឱកាសល្អណាស់ព្រោះខ្ញុំបានចែករំលែកជាមួយអ្នកទាំងអស់គ្នាហើយថាខ្ញុំមាន7កម្រិតជាក់ស្ដែងចាប់តាំងពីចុងឆ្នាំមុនមកដល់ពេលនេះក្រុមហ៊ុនបានបន្ថែមកម្រិតមួយទៀតដែលគេហៅថាជំនាញលក់ពាក់កណ្ដាលតើត្រូវធ្វើដូចម្តេចដើម្បីទទួលបានលក្ខណៈសម្បត្តិនេះគឺត្រូវមានពិន្ទុផ្ទាល់ខ្លួនដែលសរុបបាន700,000ពិន្ទុពិន្ទុដែលត្រូវការសម្រាប់ក្រុមទាំងពីរនោះមិនបាច់ដល់ពី500,000ពិន្ទុទេត្រូវ500,000ពិន្ទុសម្រាប់ក្រុមទាំងពីរយើងនឹងក្លាយជាម្ចាស់លក្ខណៈជំនាញលក់ពាក់កណ្ដាលនៅពេលដែលអ្នកទទួលបានលក្ខណៈនេះអ្នកនឹងទទួលបានប្រាក់រង្វាន់ជាមួយ$0.00ដូច្នេះខ្ញុំបានឃើញជាដងថាប្រធានសមាគមរបស់ខ្ញុំពិតជាសង្ឃឹមថាអ្នកច្រើនអ្នកនឹងអាចទទួលបានប្រាក់រង្វាន់នេះហើយប្រព័ន្ធប្រាក់រង្វាន់ចុងក្រោយរបស់ខ្ញុំគឺជាអត្ថប្រយោជន៍មជ្ឈមណ្ឌលសេវាកម្មមជ្ឈមណ្ឌលសេវាកម្មនេះត្រូវបានបង្កើតឡើងដើម្បីឲ្យខ្ញុំអភិវឌ្ឍក្រុមរបស់ខ្ញុំផ្ទាល់ដើម្បីឲ្យក្រុមរបស់ខ្ញុំអុយចង់បណ្ដោះបណ្ដាលអុយទៅធ្វើលំហាត់ផ្សេងជាច្រើនក្រុមហ៊ុនបានផ្ដល់ជូនអត្ថប្រយោជន៍មជ្ឈមណ្ឌលជាមួយនឹងការបន្ថែមប្រាក់ឧបត្ថម្ភនៅពេលដែលមានការទិញផលិតផលដោយសមាជិកទាំងអស់នៅក្រៅមជ្ឈមណ្ឌលសេវាកម្មនេះក្រុមហ៊ុននឹងផ្ដល់ប្រាក់រង្វាន់បន្ថែមមួយដែលជាប្រាក់ឧបត្ថម្ភ6%រង្វាន់មជ្ឈមណ្ឌលរបស់ខ្ញុំតែបើខ្ញុំមានលក្ខណៈសម្បត្តិដែលក្រុមហ៊ុនកំណត់ខ្ញុំអាចដាក់ពាក្យស្នើសុំបានអូយការរៀបចំមជ្ឈមណ្ឌលសេវាកម្មនេះគឺជាប្រព័ន្ធប្រាក់រង្វាន់របស់ Atomy ដែលអ្នកទាំងអស់គ្នាអាចមើលឃើញថាមានភាពសាមញ្ញណាស់ពិតណាស់ខ្ញុំមានអារម្មណ៍សមនឹងយ៉ាងខ្លាំងដូចជាខ្ញុំបានចាប់យកឱកាស Atomy នេះចាប់តាំងពីការបើកគេហទំព័រមកដល់ពេលនេះខ្ញុំមានចំណូលបន្តដែលមានស្ថិរភាពជារៀងរាល់ថ្ងៃក្រុមហ៊ុនមានសមត្ថភាពធំគ្រប់គ្រាន់តែបើអ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងនៅក្នុង Atomy ហើយកុំបោះបង់អ្នកអាចទទួលបានភាពជោគជ័យនៅ Atomy និងទទួលបានចំណូលបន្តជារៀងរាល់ថ្ងៃសូមជូនពរឲ្យអ្នកទាំងអស់គ្នាបានជោគជ័យនៅក្នុង Atomy